បាទអ្នកអាចឆ្នាំវឹកលេខសំណាងលេខ397ចំណែកពណ៌សំណាងគឺពណ៌ក្រហមបងប្អូនក្មួយបាទអ្នកដែលកើតនៅឆ្នាំវឹកលេខសំណាងលេខ397បងប្អូនកើតឆ្នាំវឹកខមមិនលេខសំណាងលេខ397ពណ៌សំណាងពណ៌ក្រហមរាសីប្រចាំខែកុម្ភៈឆ្នាំ2026លោកអ្នកដែលកើតនៅឆ្នាំវឹកដើមខែមានរឿងឆ្លោះគ្នាបាទដើមខែមានរឿងឆ្លោះគ្នាអត់សប្បាយចិត្តទេអញ្ចឹងអ្នកដែលកើតឆ្នាំវឹកទាំងអស់ត្រូវតែអត់ធ្មត់ត្រូវតែព្យាយាមសកម្មមាត់សកត់ចិត្តដើម្បីកុំឲ្យវាមានរឿងឆ្លោះគ្នាកើតឡើងបាទឆ្លោះគ្នាហ្នឹងមិនមែនឆ្លោះគ្នាជាមួយនឹងអ្នកណាទេគឺលេខហ្នឹងចុចមកគឺឆ្លោះគ្នាជាមួយនឹងអ្នកផ្ទះតែម្ដងអាចឆ្លោះគ្នាជាមួយបងប្អូនអាចឆ្លោះគ្នាជាមួយនឹងស្វាមីឬមួយក៏អាចឆ្លោះគ្នាជាមួយកូនចៅអញ្ចឹងអ្នកដែលកើតឆ្នាំវឹកចូលមកដើមខែយើងមួម៉ៅអត់សប្បាយចិត្តអត់រីករាយទេអញ្ចឹងត្រូវអត់ធ្មត់ណាពេលខ្លះអត់ធ្មត់ហើយគាត់គេនាំរឿងទៅធ្វើម៉េចតែទុកបន្ទុកជាវាមានរឿងវាទៅសិនទៅចាំគិតទៀតអាហ្នឹងក៏មានបញ្ហាមានហានិភ័យកើតឡើងដែរអញ្ចឹងអ្នកដែលកើតឆ្នាំវឹកបងប្អូនកូនក្មួយគឺត្រូវតែមានការប្រុងប្រយ័ត្នកុំឲ្យមានការឆ្លោះប្រកែកគ្នាកើតឡើងដើមខែបើមិនអញ្ចឹងទៅឆ្លោះខឹងខុសខឹងខាតហើយវាប៉ះពាល់ដល់សុខភាពយើងទៀតបាទអញ្ចឹងត្រូវតែមានការប្រុងប្រយ័ត្នតិចដើមខែអ្នកកើតឆ្នាំវឹកពីថ្ងៃទី7ដល់ថ្ងៃទី10បងប្អូនអ្នកកើតឆ្នាំវឹកនឹងមានលៀបទិញរបស់ចូលបាទលោកអ្នកដែលកើតនៅឆ្នាំវឹកពីថ្ងៃទី7ដល់ថ្ងៃទី10លោកអ្នកនឹងមានលៀបទិញរបស់ចូលបាទអញ្ចឹងយើងចាំមើលថាតើពីថ្ងៃទី7ដល់ថ្ងៃទី10ហ្នឹងយើងមានលៀបទិញរបស់ចូលទិញរបស់ស្អីចូលប៉ុន្តែជើងលេខគេថាយើងនឹងមានលៀបទិញរបស់ចូលនេះពីថ្ងៃទី7ដល់ថ្ងៃទី10មានលៀបទិញរបស់ចូលបាទមានលៀបទិញរបស់ចូលណាចាំអ្នកណាដែលកើតឆ្នាំវឹកខ្លះទិញរបស់ស្អីចូលខ្លះដឹងខ្លួនឯងហើយចាំមើលពីថ្ងៃទី7ដល់ថ្ងៃទី10ពីថ្ងៃទី15ដល់ថ្ងៃទី18អ្នកដែលកើតឆ្នាំវឹកឈឺតែរក្សាសុខភាពបាទអ្នកដែលកើតឆ្នាំវឹកពីថ្ងៃ15ដល់ថ្ងៃ18ប្រយ័ត្នឈឺត្រូវថែទាំសុខភាពឲ្យបានល្អបន្តិចបើមិនថែទាំសុខភាពទេអ្នកដែលកើតឆ្នាំវឹកអាចមានបញ្ហាជំងឺឈឺថ្កាត់ចូលមកបាទឈឺនេះមិនមែនឈឺធម្មតាទេឈឺខ្លាំងបាទអញ្ចឹងត្រូវមានការប្រុងប្រយ័ត្នពីថ្ងៃ15ដល់ថ្ងៃ18ប្រយ័ត្នឈឺលេខបាទប្រយ័ត្នឈឺថែទាំសុខភាពឲ្យមែនតែនឲ្យល្អបើមិនចឹងទេអាចមានបញ្ហាបាទអាចមានបញ្ហាលោកអ្នកដែលកើតឆ្នាំវឹកបន្តទៀតពីថ្ងៃទី22ដល់ថ្ងៃទី24ប្រយ័ត្នបងប្អូននាំរឿងនេះពីថ្ងៃទី22ដល់ថ្ងៃទី24ប្រយ័ត្នបងប្អូននាំរឿងបានន័យថាបងប្អូននឹងវានាំរឿងមកដល់យើងមិនមែនរឿងយើងទេប៉ុន្តែបងប្អូនវានាំរឿងអញ្ចឹងវាធ្វើឲ្យយើងមិនសប្បាយចិត្តវាធ្វើឲ្យយើងអត់រីករាយវាធ្វើឲ្យយើងកើតទុក្ខអញ្ចឹងពីថ្ងៃទី22ដល់ថ្ងៃទី24រឿងអ្នកណាខ្លះកុំយកចិត្តទុកដាក់មិនថារឿងបងប្អូនថារឿងអ្នកណាក៏ដោយព្រោះចន្លោះពីថ្ងៃទី22ដល់ថ្ងៃ24បងប្អូនអាចនឹងមានរឿងកើតឡើងដោយសារបងប្អូនអ្នកនៅជុំវិញខ្លួននឹងវានាំរឿងមកដល់យើងហើយរឿងអ្នកកើតឆ្នាំវឹកនឹងមកជីវិតបងប្អូនកូនក្មួយណាបាទគឺលះបង់ដើម្បីគេស្រឡាញ់គេជួយគេពិបាកវេទនាដោយសារតែគេទេអារឿងខ្លួនឯងមិនសូវពិបាកឯងខ្ញុំនិយាយចឹងមានលុយ$100មានចាយឯងចាយឲ្យគេម្នាក់20រៀល10រៀលអស់ខ្លួនឯងសល់តែ10រៀលទុកចាយចឹងអ្នកកើតឆ្នាំវឹកមិនដែលបានសងគុណខ្លួនឯងទេសងគុណតែគេជីវិតនឹងរស់នៅមានន័យស្អីទេចឹងយើងមានសេចក្តីឈឺចាប់អត់ឧបមាអញ្ចឹងអ្នកដែលកើតនៅឆ្នាំវឹកបាទដើមខែហ្នឹងគឺអាចមានបងពីថ្ងៃទី22ដល់ថ្ងៃទី24ហ្នឹងអាចមានបងប្អូនឬមួយក៏អ្នកណាទៅនាំរឿងមកដាក់យើងហើយអ្នកដែលកើតឆ្នាំវឹកចុងខែបាទអ្នកដែលកើតឆ្នាំវឹកចុងខែហ្នឹងគឺមានឱកាសការងារថ្មីបាទនឹងស្មើនឹងលៀបដែរណាបងប្អូនកូនក្មួយណាបាទពីថ្ងៃនៅចុងខែគឺនឹងមានឱកាសការងារថ្មីចឹងនៅចុងខែ2នឹងមានឱកាសការងារថ្មីថាយើងពិភាក្សាគ្នាយើងនឹកឃើញនៅឱកាសការងារថ្មីថាយើងមានពលិទៅយើងឃើញមុខរបរថ្មីឃើញការងារថ្មីឃើញពលិថ្មីដែលធ្វើឲ្យយើងនឹងរកស៊ីមានបានកាក់កបបងប្អូនក្មួយណាបាទអញ្ចឹងនៅចុងខែ2ហ្នឹងយើងនឹងអាចទទួលបាននៅឱកាសថ្មីធ្វើឲ្យយើងរកស៊ីមានបានចាយវាយខ្លាយទៅជាស្អីថៃបាទ